ជំងឺទឹកនោមផ្អែមដែលសពថ្ងៃវិទ្យាសាស្ត្របាទពេទ្យគឺមិនទាន់មានថ្នាំព្យាបាលនៅឡើយទេប៉ុន្តែមានរុក្ខជាតិខ្មែរយើងមួយប្រភេទដែលអាចព្យាបាលជំងឺទឹកនោមផ្អែមនេះបានបាទដែលរុក្ខជាតិមួយប្រភេទនោះគឺងាយនិងស្រួលរកមែនទែនហើយបើចង់ដឹងថាបាទការព្យាបាលក៏ដូចជារុក្ខជាតិនោះជាអ្វីយើងទៅតាមដាននៅវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាបាទនឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានវីដេអូចែករំលែកអំពីថ្នាំបុរាណរបស់ខ្ញុំដែលថ្ងៃនេះគឺខ្ញុំក៏មានលើកយកនៅបាទការព្យាបាលជំងឺទឹកនោមផ្អែមតាមបែបខ្មែរបុរាណយើងទៀតហើយដែលបាទវីដេអូមួយនេះខ្ញុំនឹងលើកយកពីថ្នាំមួយប្រភេទបាទរុក្ខជាតិមួយប្រភេទដែលយើងអាចព្យាបាលជំងឺទឹកនោមផ្អែមនេះបានក៏ដូចជាជំងឺលើសឈាមផងដែរបាទជាការពិតពុកម៉ែបងប្អូនជំងឺទឹកនោមផ្អែមសពថ្ងៃគឺមានអ្នកកើតច្រើនមែនទែនដោយឡែកគឺទិន្នន័យដែលខ្ញុំដឹងខ្លះនៅខាងប្រទេសវៀតណាមគឺមានរហូតដល់រាប់ម៉ឺនអ្នកឯណោះបាទដោយសារអ្វីគឺដោយសារតែមានការបាទសពថ្ងៃគឺមានការរីកចម្រើននៃការលក់នៅទឹកគ្រឿងកំប៉ុងក៏ដូចជាទឹកដបអីផ្សេងនៅខាងវៀតណាមគេបាទมันមានច្រើនប្រភេទដូចយើងទេប៉ុន្តែគេលក់របស់ក្នុងស្រុកហើយក្នុងស្រុកយើងក៏មានលក់ច្រើនដែរបាទគ្រឿងកំប៉ុងភេសជ្ជៈenergy drink អីហ្នឹងបាទការទទួលទាននៅភេសជ្ជៈអស់ទាំងនេះពិតមែនតែយើងពេលដែលយើងទទួលទានទៅគឺវាអាចធ្វើឲ្យយើងបាទមានកម្លាំងមានថាមពលនៅក្នុងការធ្វើការក៏ពិតមែនប៉ុន្តែសូមយើងបាទទទួលទានយើងគួរតែមានកម្រិតនៅក្នុងការទទួលទានបាទដូចជាខ្ញុំអីពីមុនមកគឺខ្ញុំក៏ទទួលទានច្រើនដែរប៉ុន្តែសប្តាហ៍ថ្ងៃគឺខ្ញុំកាត់បន្ថយច្រើនមែនទេពេលខ្លះគឺមួយថ្ងៃគឺខ្ញុំអត់បានហូបមួយកំប៉ុងឬមួយដបផងបាទហើយក៏សូមទោសផងដែរបាទគឺខ្ញុំគ្រាន់តែជាបាទផ្ដល់ជាការរំលឹកក៏ដូចជាដាស់តឿនទៅដល់ពុកម៉ែបងប្អូនពិសេសគឺបងប្អូនដែលនៅអាយុក្មេងៗគឺភេសជ្ជៈផ្អែមគឺយើងកុំទទួលទានច្រើនបាទយើងងាកមកទទួលទាននៅទឹកសុទ្ធវិញដោយសារតែភេសជ្ជៈអស់នេះគឺវាមានបាទសារធាតុដែលអាចធ្វើឲ្យយើងកើតនឹងជំងឺទឹកនោមផ្អែមបានបាទហើយជំងឺទឹកនោមផ្អែមនេះគឺយើងពេទ្យបាទគឺមិនទាន់មានថ្នាំព្យាបាលនៅឡើយទេហើយអ្នកដែលមានជំងឺទឹកនោមផ្អែមនៅពេលដែលវ័យចាស់ទៅភាគច្រើនគឺបាទកាត់ជើងអញ្ចឹងទៅបាទភាគនៅក្នុងភូមិខ្ញុំគឺមានបាទអ្នកដែលកាត់ជើងដោយសារជំងឺហ្នឹងហើយថ្មីនេះគឺមានលោកពូម្នាក់គឺគាត់បានបាទរបួសនៅជើងរបស់គាត់ប៉ុន្តែគឺអត់ត្រូវបានកាត់ទេដោយសារព្យាបាលទាន់ពេលវេលាប៉ុន្តែវារលួយបាទការកើតជំងឺទឹកនោមផ្អែមនេះនៅពេលដែលយើងមុតយើងមានរបួសអីតន្តិចទេគឺវាមិនជាទេបងប្អូនគឺវានឹងរីកដំបៅធ្វើឲ្យជើងយើងរលួយតែម្ដងបាទជំរើសចុងក្រោយគឺមានតែកាត់នឹងឯងបាទអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកពីរុក្ខជាតិបាទនៅក្នុងស្រុកខ្មែររបស់យើងមួយប្រភេទដែលជឿជាក់ថាពុកម៉ែបងប្អូនស្គាល់បាទដែលយើងអាចប្រើវានៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមនេះបានបាទហើយមួយជំងឺមួយមុខទៀតនោះគឺបាទលើសឈាមក៏អាចព្យាបាលបានផងដែរបាទដែលរុក្ខជាតិមួយប្រភេទនោះគឺជាដើមអង្កាញ់ពុកម៉ែបងប្អូនដើមអង្កាញ់នេះគឺយើងប្រើបាននៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមបាទវិធីប្រើប្រាស់គឺពុកម៉ែបងប្អូនគ្រាន់តែយកនៅស្លឹកអង្កាញ់បាទចំនួន1ក្តាប់ដៃយើងយកមកយើងលាងឲ្យស្អាតបាទលាងឲ្យស្អាតរួចហើយយើងដាំទឹកបាទបញ្ជាក់មួយទៀតស្លឹកអង្កាញ់នេះគឺយើងអាចយកស្លឹកចាស់ក៏បានស្លឹកខ្ចីក៏បានគឺយើងប្រើ1ក្តាប់ដៃយើងដាំទឹកចំនួន1លីត្រដាំទឹករងាស់រយៈពេល15នាទីបាទរួចហើយយើងយកមកហូបបាទដោយមិនកំណត់រយៈពេលបាទការហូបនេះគឺព្រឹកថ្ងៃរសៀលយប់អីក៏បានគឺបានរហូតបាទគឺថ្នាំខ្មែររបស់យើងគឺយើងអាចហូបបានរហូតហើយការពិសាបែបនេះគឺมันឲ្យលើស1លីត្រទេនៅក្នុងមួយថ្ងៃมันកំណត់រយៈពេលពិតមែនប៉ុន្តែមួយថ្ងៃគឺមានកំណត់តែ1លីត្រទឹកតែប៉ុណ្ណោះបាទ1លីត្រទឹកថ្នាំណាបាទហើយយើងទទួលទានថ្នាំនេះមួយអាទិត្យឡើងទៅគឺនឹងបានផលសម្រាប់អ្នកកើតជំងឺលើសឈាមចំណែកឯអ្នកដែលកើតជំងឺទឹកនោមផ្អែមគឺពុកម៉ែបងប្អូនព្យាយាមពិសាឲ្យយូរទៅពុកម៉ែបងប្អូននឹងបានផលបាទជាមិនខានគឺត្រឹម1ខែអីហ្នឹងណាបាទហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងបាទអនុវត្តតាមវិធីក៏ដូចជាថ្នាំដែលខ្ញុំបានជម្រាបជូនសម្រាប់ពុកម៉ែបងប្អូនដែលបាទមានជំងឺទឹកនោមផ្អែមហើយយើងបាទទៅពេទ្យលក្ខណៈថាយើងបាទពិបាកនៅក្នុងការទៅមកពុកម៉ែបងប្អូនអាចអនុវត្តតាមវិធីខ្ញុំបានបាទហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលយកបានហើយ
បាទខ្ញុំបាទក៏សូមខន្តីអភ័យទោសផងដែរបើសិនជាខ្ញុំបាទធ្វើការអធិប្បាយទៅមានកំហុសខុសឆ្គងត្រង់ណាមួយបើសិនជាអាចពុកម៉ែបងប្អូនជួយចុច Subscribe Channel នេះម្នាក់មួយដើម្បីទទួលបាននៅបាទការចែករំលែកអំពីថ្នាំបុរាណខ្មែរយើងជាច្រើនប្រភេទទៀតបាទគណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា